កម្ពុជាថៃព្រមព្រៀងគ្នាឲ្យរដ្ឋមន្ត្រីការបរទេសធ្វើការជាមួយគ្នាដើម្បីស្ដារទំនាក់ទំនងទ្វេភាគីភ្នំពេញរាជរដ្ឋាភិបាលកម្ពុជានិងរាជរដ្ឋាភិបាលថៃបានព្រមព្រៀងគ្នាឲ្យរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរបន្តធ្វើការជិតស្និទ្ធជាមួយគ្នាដើម្បីស្ដារនិងពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែល្អប្រសើរឡើងវិញស្របតាមមាឌីមិត្តភាពកិច្ចសហប្រតិបត្តិការនិងការគោរពគ្នាទៅវិញទៅមកនៅថ្ងៃទី7ខែឧសភាឆ្នាំ2026ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នារវាងកម្ពុជាថៃដែលធ្វើឡើងនៅក្រុងសេប៊ូប្រទេសហ្វីលីពីនក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី48និងមានការជួយសម្របសម្រួលពីប្រធានាធិបតីហ្វីលីពីនលោក Ferdinand R. Marcos Jr. ភាគីទាំងពីរបានបង្ហាញឆន្ទៈនយោបាយក្នុងការបន្តកិច្ចសន្ទនានិងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យមានភាពប្រសើរឡើងវិញថ្លែងក្នុងសន្និសីទសារព័ត៌មាននាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានមានប្រសាសន៍ថាថ្ងៃនេះឯកឧត្តមនាយករដ្ឋមន្ត្រីអនុទីនរួមជាមួយរូបខ្ញុំទើបតែបានបញ្ចប់កិច្ចពិភាក្សាដោយមានការបដិញ្ញាចិត្តរួមគ្នាដើម្បីសម្រេចឲ្យបាននូវសន្តិភាពយូរអង្វែងការពិភាក្សារបស់យើងបានផ្ដោតលើការកាត់បន្ថយការរីករាលដាលនៃជម្លោះនិងវិធានការកសាងទំនុកចិត្តដើម្បីស្ដារនិងពង្រឹងក្របខ័ណ្ឌការងារសម្រាប់សន្តិភាពយូរអង្វែងនិងការធ្វើឲ្យទំនាក់ទំនងមានប្រក្រតីភាពឡើងវិញសម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាភាគីទាំងពីរបានពិភាក្សាអំពីការបន្តដំណើរការឡើងវិញនៃយន្តការដែលមានស្រាប់ទាំងអស់រួមមានគណៈកម្មការព្រំដែនចម្រុះគណៈកម្មាធិការព្រំដែនទូទៅនិងគណៈកម្មាធិការព្រំដែនភូមិភាគ RBC ខណៈដែលរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃបានចាប់ផ្ដើមដំណើរការជាមួយគ្នានេះនាយករដ្ឋមន្ត្រីកម្ពុជាក៏បានបញ្ជាក់ជំហររបស់កម្ពុជាថាកម្ពុជាអំពាវនាវឲ្យមានការអនុវត្តពេញលេញនិងជាបន្ទាន់នៅសេចក្តីថ្លែងការណ៍រួមថ្ងៃទី27ខែធ្នូឆ្នាំ2025ទាំងស្រុងជាពិសេសចំណុចទី3ដែលអំពាវនាវឲ្យមានការបន្តការងារអង្កេតនិងបោះបង្គោលព្រំដែនដោយ JBC ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដោយមិនបង្អងងយូសម្ដេចធិបតីបានបន្ថែមថាកម្ពុជាជឿជាក់ថាយន្តការនេះនឹងមានសារៈសំខាន់ក្នុងការធានាឲ្យមានការបញ្ចប់ការបង្កើតអង្គហេតុសម្រេចនៅនឹងកន្លែងនិងធានាថាអធិបតេយ្យភាពបូរណភាពទឹកដីនិងព្រំដែនអន្តរជាតិត្រូវបានគោរពស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ដែលនឹងនាំមកនូវទំនុកចិត្តនិងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរជាចុងក្រោយនាយករដ្ឋមន្ត្រីកម្ពុជាបានអះអាងថាកម្ពុជានៅតែរក្សាការបដិញ្ញាចិត្តយ៉ាងមុតមាំចំពោះការដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងដែលមានស្រាប់រួមទាំងការបដិញ្ញាចិត្តដែលបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរថ្ងៃទី26ខែតុលាឆ្នាំ2025និងសេចក្តីថ្លែងការណ៍រួមថ្ងៃទី27ខែធ្នូឆ្នាំ2025កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីបោះជំហានទៅមុខក្នុងស្មារតីស្ថាបនាឆាប់រហ័សនិងប្រកបដោយសុឆន្ទៈពិតប្រាកដដោយឡែកលោកនាយករដ្ឋមន្ត្រីថៃអនុទីនច័ន្ទវីរាគុលបានថ្លែងថាក្នុងស្មារតីនេះនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនិងរូបខ្ញុំបានព្រមព្រៀងគ្នាប្រគល់ភារកិច្ចឲ្យរដ្ឋមន្ត្រីការបរទេសរបស់យើងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយគ្នាលើបញ្ជីវិធានការកសាងទំនុកចិត្តជាក់ស្ដែងដោយចាប់ផ្ដើមពីបញ្ហាដែលយើងមានចំណុចរួមនិងអាចអនុវត្តបានភ្លាមលោកអនុទីនបានបន្តថាវិធានការទាំងនេះនឹងក្លាយជាគន្លឹះក្នុងការស្ដារទំនុកចិត្តនិងការកសាងទំនាក់ទំនងទ្វេភាគីឡើងវិញជាបណ្ដើរលោកបានសង្កត់ធ្ងន់ថាប្រទេសថៃនិងកម្ពុជាត្រូវតែបោះជំហានទៅមុខជាមួយគ្នាមួយជំហានម្ដងក្នុងទិសដៅតែមួយនៅពេលយើងបោះជំហានទៅមុខយើងគួរតែមានការប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ឲ្យបានកាន់តែច្រើននៅគ្រប់កម្រិតហើយព្យាយាមរកវិធីដើម្បីបំពេញចន្លោះប្រហោងនិងពង្រីកកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងបញ្ហាព្រំដែនគោកនិងសមុទ្រលោកអនុទីនបានលើកឡើងថាភាគីទាំងពីរបានពិភាក្សាអំពីមធ្យោបាយស្ថាបនាដើម្បីដោះស្រាយបញ្ហានេះក្នុងស្មារតីអ្នកជិតខាងល្អលោកបានបញ្ជាក់ថាថ្ងៃនេះយើងបានបោះជំហានដ៏ធំមួយហើយខ្ញុំមានទំនុកចិត្តថាជាមួយនឹងការសម្រេចចិត្តការបដិញ្ញាចិត្តនិងភាពស្មោះត្រង់ពីភាគីទាំងសងខាងយើងអាចជំរុញការស្វែងរកសន្តិភាពសម្រាប់ប្រទេសទាំងពីរនិងសម្រាប់តំបន់ទាំងមូលជាមួយគ្នានេះប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បានវាយតម្លៃខ្ពស់ចំពោះទំនុកចិត្តដែលភាគីកម្ពុជានិងថៃបានផ្ដល់ដល់ដំណើរការសម្របសម្រួលនេះលោកបានមានប្រសាសន៍ថាកិច្ចពិភាក្សាបានគ្របដណ្ដប់លើប្រធានបទជាច្រើនដោយមានការព្រមព្រៀងលើចំណុចមួយចំនួននិងការរៀបចំយុទ្ធសាស្ត្រសម្រាប់បន្តទៅមុខលោក Marcos Jr. បានបន្តថាភាគីទាំងពីរបានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការរក្សាទំនាក់ទំនងបែបបើកចំហការដកខ្លួនចេញពីអំពើហិង្សាការជៀសវាងសកម្មភាពដែលអាចនាំឲ្យមានភាពតានតឹងកាន់តែខ្លាំងនិងការបន្តកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការសន្ទនាដោយសន្តិវិធីនិងការចូលរួមប្រកបដោយការស្ថាបនាលោកបានបន្ថែមថាកម្ពុជានិងថៃបានបញ្ជាក់សារជាថ្មីនៅការបដិញ្ញាចិត្តរបស់ខ្លួនចំពោះសន្តិភាព
និងកិច្ចសន្ទនាប្រកបដោយស្ថាបនាក្នុងការដោះស្រាយស្ថានភាពតាមព្រំដែនជាមួយគ្នានេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកអនុទីនច័ន្ទវីរៈគុលបានបដិញ្ញារក្សាការទំនាក់ទំនងបើកចំហការអត់ធ្មត់និងការចូលរួមដោយសន្តិវិធីខណៈអាណត្តិរបស់ក្រុមអ្នកសង្កេតការអាស៊ានត្រូវបានបន្តរហូតដល់ខែកក្កដាឆ្នាំ2026ដោយប្រទេសហ្វីលីពីនធ្វើជាអ្នកសម្របសម្រួល